ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះនាំអារម្មណ៍អ្នកទាំងអស់គ្នាមកមើលទស្សនវិជ្ជាទាំងស្រុងនៅភូមិព្រិលនៃតំបន់ហាពេញប្រទេសចិនទាំងអស់គ្នាបាទបាននិយាយពីភូមិព្រិលហ្នឹងគឺឲ្យតែអ្នកដែលគាត់មកហាពេញគាត់ដែរចោលហើយដោយសារភូមិព្រិលហ្នឹងគឺយប់ឡើងគឺស្អាតជាងថ្ងៃទៀតអ្នកទាំងអស់គ្នាដូចក្នុងវីដេអូនេះគឺខ្ញុំបង្ហាញឲ្យអ្នកទាំងអស់គ្នាមើលពីទស្សនវិជ្ជានៅពេលនៃភូមិព្រិលនៃតំបន់ហាពេញបាទមុនយើងឡើងដល់ភូមិព្រិលហ្នឹងបានគឺយើងត្រូវជិះឡានក្រុងហ្នឹងដើម្បីធ្វើដំណើរទៅចូលភូមិព្រិលហ្នឹងហើយពេលដែលឡើងទៅដល់ហ្នឹងគឺយើងជិះតាមឡានហ្នឹងគឺមើលទស្សនវិជ្ជាតាមផ្លូវអូយគឺស្អាតមែនទែនហ្មងមានដើមគេហៅដើមគ្រីស្មាស់ហើយតកកវាធ្លាក់នៅលើដើមហ្នឹងពេញហើយនៅតាមផ្លូវមានគោមមួយបកគោលស្អាតមែនទែនមកដូចក្នុងរឿងចិនដែលយើងធ្លាប់មើលអញ្ចឹងហើយនេះគឺឡានបានមកដល់ចំណតទៅយើងជិះពីកន្លែងបេននៅក្រោមនឹងឡើងមកដល់លើនឹងចំណាយពេលដូចជា15នាទីដែរអញ្ចឹងអ្នកទាំងអស់គ្នាហើយក៏មកដល់ក្នុងភូមិព្រិលនឹងភ្លាមអូយមើលទៅស្អាតមែនដោយសារផ្ទះគេបើកភ្លើងពណ៌ហើយអានៅលើដំបូលផ្ទះគេនឹងវាមានព្រិលច្រើនណោះមើលទៅស្អាតមែនតើហ្មងហើយខ្ញុំនេះគឺអស់វ៉ាលីធាក់ទៅហើយដោយសារគេឲ្យយើងយកវ៉ាលីធំឡើងឯងយើងគេងតាមមួយយប់ដែរចឹងខ្ញុំយកវ៉ាលីធំមកកុំឲ្យបាក់អស់ព្រោះទៅអូតែហ្នឹងរៀងឆ្ងាយដែរហ្មងអស់ទៅដល់គេមានឆ្កែទុកឲ្យភ្ញៀវទេសចរថតរូបអីចឹងទៅហើយគេមានអាទេសសម្រាប់អស់កូនក្មេងពេលហើយបាទខ្ញុំនេះវិញគឺមកដល់កន្លែងអូតែភ្លាមគឺហូរឈាមច្រមុះហ្មងដោយសារនៅក្នុងភូមិព្រិលនោះវាត្រជាក់ខ្លាំងជាងកន្លែងយើងធម្មតាពេលហ្នឹងគាត់ចូលដល់ភូមិព្រិលហ្នឹងខ្ញុំមើលសីតុណ្ហភាពដូចជាដល់30 31 32អីជាក់ខ្លាំងណាស់អ្នកនរគ្នាណាគាត់ចង់ទៅលេងតំបន់ត្រជាក់អញ្ចឹងពាក់ម៉ាស់ឲ្យច្រើនជាន់អញ្ចឹងណាព្រោះដូចខ្ញុំអាឡែកស៊ីច្រមុះផងហើយយើងដុសសាច់ច្រមុះនឹងទៀតវីឆ្អឹងគេហៅវីឆ្អឹងអញ្ចឹងឲ្យតែខ្ញុំរៀងប៉ះត្រជាក់អីតិចតួចអញ្ចឹងគឺឆាប់ហូរឈាមមែនតើហើយនៅក្នុងភូមិព្រិលហ្នឹងគេមានម៉ោងរបស់គេដូច Disneyland ដែលយើងធ្លាប់ទៅលេងហុងកុងជប៉ុននេះអញ្ចឹងណាគេមានម៉ោងគេហែក្បួនហែអីអញ្ចឹងទៅនេះដល់ម៉ោងគេនេះគេមានហែក្បួនចម្លាក់តករូបសត្វរូបអីហ្នឹងគឺមួយចំនួនគេធ្វើពីតកដើម្បីឲ្យភ្ញៀវទេសចរគាត់មើលទៅប្លែកភ្នែកម្យ៉ាងអញ្ចឹងទៅហើយមានការរាំរបាំផ្សេងតាក់ទងមួយប្រពៃណីតំបន់គេអីចឹងណាហើយនៅក្នុងភូមិព្រិលហ្នឹងមិនមែនតែម្ដងផ្លូវហ្នឹងទេដែលមានអីប្លែកហ្នឹងគឺមានកន្លែងច្រើនមានកន្លែងថតតែងថតរូបអីទៀតអ្នកខ្លះគាត់ចូលចិត្តថតតែងបែបស្រីចិនព្រោះចិនអីចឹងក៏មានដែរមានកន្លែងសារមន្ទីរសម្រាប់ឲ្យយើងមើលហើយមានកន្លែងឡើងលើភ្នំដើម្បីមើលមកឃើញទស្សនវិជ្ជាផ្ទាល់នៃភូមិព្រិលទៅមកក្នុងភូមិព្រិលហ្នឹងគឺអត់ខាតទេយើងគិតថាអូគ្រាន់តែមកគេងឬក៏មើលផ្ទះដែលហុំព័ទ្ធដោយព្រិលដបោព្រិលអីចឹងអត់ទេមកគឺយើងមានសូឲ្យមើលចឹងទៅមិនត្រឹមតែមានសូទេណាចាំមើលវីដេអូទី2ដែលខ្ញុំធ្វើបន្ទាប់គេមានក្លឹបទៀតខ្ញុំក៏បានទៅរាំ disco នឹងក្លឹបគេដែរចាំមើលខ្ញុំថយអ្នកទាំងអស់គ្នាមើលនៅវីដេអូទី2បន្ទាប់ទៀតបាទហើយអ្នកទាំងអស់គ្នាមកដល់វគ្គនេះគឺវគ្គពិសេសគឺខ្ញុំបានត្រៀមតាំងពីនៅខ្មែរថាអូបើខ្ញុំបានទៅដល់ភូមិព្រិលហ្នឹងខ្ញុំមានបំណងចង់ពាក់ខោអាវបែបខ្មែរហើយដើរដោះស្បែកជើងអញ្ចឹងខ្ញុំដឹងថាឡៃនឹងវាត្រជាក់តែគ្រាន់យើងចេះចង់ធ្វើអីឲ្យវាប្លែកពីគេអញ្ចឹងគេពាក់ខោអាវចិនពាក់អីថតរូបយើងអត់ទេយើងពាក់ខោអាវបែបខ្មែរហើយយើងដើរដែលអត់ពាក់ស្បែកជើងលើតកកហ្នឹងរយៈពេល15នាទីហើយបើនិយាយពីកន្លែងគេលក់អីញ៉ាំវិញក៏ដូចជាអាស្ករតាំងម៉ែនេះមើលគេយកមកដោតនៅក្រៅអញ្ចឹងណាចង់ទិញអីទិញទៅឲ្យទៅលុយគេទៅយកញ៉ាំបានសុំ/ធំដល់ប៉ុណ្្នេះសិនរងចាំវីដេអូខ្ញុំចូលក្លឹបនៅភូមិព្រិលនឹងទាំងអស់គ្នាអរគុណសម្រាប់ការតាមដានវីដេអូមួយនេះបាយបាយ